ok sụt đấy ở đấy dân bật to từ can video giang tiết video muốn nhưng mà prap can này nom can login ca add member ở đấy dương này nom từ can ca send message mà đó cứ dương ai send ban mà đó chưa chờ nè chờ member để dương trong bán ok lấy dương từ rock member sẵn chắc mong muốn check lên bật tông check member hai bông phone cho tụi bạn nơi telegram bông phone hay copy nè URL group bông phone đó bà URL group bông phone bàបន្តមកទៀតបងប្អូនចូលមកផាសកន្លែងគ្រប់ URL ផាសចូលបាទហើយបងប្អូនអាចចុចកន្លែងនេះយកថា active ថ្ងៃនេះទៅហើយយើងចុចថា check បាទចុច check មកដើម្បីឲ្យវាទៅការឆែក member គឺមាន43នាក់បាទគឺវាត្រឹមត្រូវជាមួយនឹងគ្រប់របស់យើងអូខេនេះវាមាន member ដែលអត់ដំណើរការអីគឺវា load not active ហើយបាទអញ្ចឹងកន្លែងនេះយើងដោះ select មកបាទយើង deselect ទៅខ្ញុំ deselect ហើយខ្ញុំចង់ add member ប្រហែល2នាក់3នាក់ទៅឧទាហរណ៍ឥឡូវខ្ញុំយក member ឈ្មោះ Steel ធ្វើស្រែមួយខ្ញុំ create វាហើយយកឈ្មោះ display មួយទៀតគឺរបស់ខ្ញុំផ្ទាល់បាទខ្ញុំ send message ឲ្យវារំខានគេបាទបន្ទាប់មកយើងចុច copy user ID បាទអូខេ copy បានជោគជ័យបន្ទាប់មកយើងចូលមកកាន់ send បាទ send យើងហើយយើងផាសនៅ user ID ដែលយើង copy មិញចូលទៅនេះបាទហើយកន្លែងនេះខ្ញុំទៅសេពាក្យថា hello បាទ hello ហើយខ្ញុំចង់ដាក់នៅរូបភាពមួយអញ្ចឹងខ្ញុំទៅយករូបភាពបាទបងប្អូនកន្លែង browse នេះកន្លែង choose photo and ឬរូបភាពហ្នឹងបងប្អូនអាចរើសជាប្រភេទវីដេអូក៏បានជារូបភាពក៏បានអញ្ចឹងខ្ញុំទៅយករូបភាពមួយបាទរូបភាពខ្ញុំសូមយករូបភាពចេញ system ខ្ញុំណាយកនេះមករូបហ្នឹងបាទ select វាទៅបាទបានហើយឥឡូវខ្ញុំបានរូបភាពហើយអញ្ចឹងយើងចុច send បាទកន្លែងនេះបងប្អូនបាទនេះមាន account 2ឬ3អញ្ចឹងបងប្អូនចង់ add វាបងប្អូនចុចកន្លែងនេះមកគ្រីសនេះមានន័យថាយើងប្រើ account ទាំងពីរតែបើយើងដោះគ្រីសគឺយើងប្រើតែ account ដែលយើង select ទេបន្ទាប់មកខ្ញុំចុចពាក្យថា start send ហើយចុច yes មកអូខេឥឡូវវានឹងផ្ញើវានឹងធ្វើការ send ហើយអញ្ចឹងយើងចាំតិចទៅបាទនេះវា send ហើយបាទវា send message ទៅកាន់ user ID 2ហ្នឹងខ្ញុំប្រើលេខកតុយ94ហ្នឹងដើម្បី send បាទនេះឃើញវា send ហើយឥឡូវខ្ញុំចូលទៅមើល account របស់ខ្ញុំគឺវា send ហើយនេះអូខេខ្ញុំចូលទៅមើល account កតុយ94នេះឃើញវា send ហើយ hello hello នេះឃើញ hello hello នេះឃើញវា send ហើយ2អូខេនេះគឺជាការ send message របស់យើង